កម្មតាមតនភ្លាមគណៈជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូពីប្រជាពលរដ្ឋរួចរត់គេចត្រូវបានម្ចាស់បដិញតាមពីក្រោយបាទរត់មកបុកបាទខឿនបដាលឲ្យជ្រុលទៅបោកនឹងបកគោនោះប្រិមិត្តបដាលឲ្យស្លាប់បាត់បង់អាយុជីវិតបាទនៅនឹងកន្លែងកាត់ហេតុតែម្ដងនេះគឺជាសម្ភារៈរបស់ជនសង្ស័យបាទយើងមើលទាំងអស់គ្នានេះអានេះគឺជាសម្ភារៈរបស់ជនសង្ស័យនៅក្នុងថង់ណាមានដេកេសមានសោប្រដាប់អីផ្សេងនេះហើយបន្តមកទៀតនោះគឺមានកតាបមួយយូរបាទប្រិមិត្តនេះកតាបនេះមិនដឹងថាមានអីខ្លះទេយើងអត់ហ៊ានឆែកទេហើយសម្ភារៈផ្សេងបាទនៅក្នុងកន្លែងនេះបាទយើងមើលទាំងអស់គ្នានេះហើយនៅក្នុងនេះយើងអត់មានអីអានេះឲ្យជនសង្ស័យបាទយ៉ាងណាប្រិមិត្តយើងធ្វើការសាកសួរទៅលើរឿងរ៉ាវនេះបន្តិចទៅលើម្ចាស់បាទម៉ូតូប្រិមិត្តជិះតាមវាម៉ូតូតាំងពីស្អីម៉ូតូហ្នឹងជិះតាមវាឲ្យបងអូនខ្ញុំស្រែកថាចោលចឹងឲ្យគេជួយគាត់វាជួយទប់វាចឹងនោះដល់ហើយឲ្យចឹងព្រោះវាភ័យហើយវាថាបត់ផ្លូវនេះឲ្យបងអូនខ្ញុំអកស្រើទៅតាមនេះវិញវាអកបត់ទៅនឹងភ្លាមឲ្យបងអូនខ្ញុំអកស្រើតាមលែងតន់ហ្នឹងដល់ហើយមានអីវាអកស្រើខ្លួនឯងឡើងវាលឿនអកស្រើខ្លួនឯងឡើងលើទួលហ្នឹងបុកងាប់ទៅបជនសង្ស័យម្នាក់បាទកម្មតាមតនហនតែម្ដងខណៈដែលគាត់បានធ្វើសកម្មភាពលួចម៉ូតូម៉ាកប៊ីតមួយគ្រឿងពីប្រជាពលរដ្ឋពីខណ្ឌរិស័យកែវរួចក៏បានព្យាយាមរត់គេចប៉ុន្តែត្រូវបានម្ចាស់ឃើញទាន់បដិញតាមស្រែកចោរត់រហូតមកដល់នឹងត្រង់ចំណុចផ្លូវព្រះស៊ីសវត្តសង្កាត់ចាក់ទៅមុខខណ្ឌដូនពេញនេះក៏អកុសលជ្រុលទៅបុកនឹងខឿនចិញ្ចាំផ្លូវបណ្ដាលឲ្យម៉ូតូហោះបាត់ទៅមុខជាច្រើនម៉ែត្របោកក្បាលនៅបកគោលប្រិមត្តបណ្ដាលឲ្យជនសង្ស័យខាងលើហ្នឹងគឺត្រូវបានស្លាប់យ៉ាងអណោចអធមចំណែកឯជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការហៅយកទៅប៉ុស្តិ៍ដើម្បីសាកសួរជុំវិញនៃពាក់ព័ន្ធករណីដែលគាត់បានជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូនេះប្រិមត្តហើយយើងមើលស្ថានភាពបាទប្រិមត្តនេះគឺកន្លែងទី2ណាដែលជនសង្ស័យបាទជីមកបុកហើយដើមហេតុប្រិមត្តបើយើងមើលតាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋដែលគាត់បានឃើញហេតុការណ៍នោះដែលគាត់សូមមិនបញ្ចេញឈ្មោះណាជនសង្ស័យនេះគឺគាត់បានព្យាយាមជិះម៉ូតូរត់គេចរហូតប្រិមត្តបាទហើយមកដល់នឹងត្រង់ចំណុចនេះនេះប្រិមត្តនេះមកដល់នឹងត្រង់ចំណុចនេះក៏បានបុកនឹងខឿនចិញ្ចាំនេះបាទប្រិមត្តបាទធ្វើឲ្យម៉ូតូហោះទៅមុខប្រមាណជាច្រើនម៉ែត្រទៅហើយទៅមុខទៀតបាទជ្រុលទៅបុកនឹងខឿនកន្លែងដាក់សួននេះប្រិមត្តនេះហើយបន្តមកម៉ូតូក៏បានដួលអូសបាទប្រិមត្តនេះយើងឃើញដួលអូសហើយម៉ូតូនោះហើយចំណែកឯសពនេះគឺត្រូវបានបោកក្បាលស្លាប់នៅកន្លែងនេះតែម្ដងប៉ុន្តែយើងមិនអាចទៅប្រចាំងបានប្រិមត្តអធិស្ឋានហើយនេះគឺជាកន្លែងទី2បាទប្រិមត្តទាំងអស់គ្នាយើងឃើញស្ថានភាពបាទជាក់ស្ដែងហើយនេះគឺជារូបភាពដែលបងប្អូនប្រជាពលរដ្ឋដែលនៅទីតាំងរួមទាំងមន្ត្រីអាជ្ញាធរពាក់ព័ន្ធដែលលោកបានឲ្យចូលមកគួរបញ្ជាក់ជូនបន្ថែមលម្អិតថាគាត់លួចម៉ូតូពីប្រជាពលរដ្ឋហ្នឹងពីខណ្ឌរិស័យកែវនៅម្ដុំស្ពានម៉ាឡេហើយត្រូវម្ចាស់ឃើញទាន់ហ្នឹងក៏បដិញរហូតមកដល់នឹងត្រង់ចំណុចផ្លូវព្រះស៊ីសវត្តសង្កាត់ចាក់ទៅមុខខណ្ឌដូនពេញនេះហើយគាត់ក៏បានព្យាយាមរត់គេចមកនេះកន្លែងដែលគាត់អកុសលបាទកន្លែងយ៉ាងមួយបាទទទួលបកគោមួយទៀតបាទប្រិមិត្តបណ្ដាលឲ្យស្លាប់បាត់បង់អាយុជីវិតបច្ចុប្បន្នយើងឃើញថាកម្លាំងសមត្ថកិច្ចជំនាញទៅលោកបានចុះមកដល់ហៅអ្នកដែលជាជនរងគ្រោះនេះយកទៅប៉ុស្តិ៍ធ្វើការសួរនាំហើយចំណែកឯម៉ូតូហើយនឹងសពនេះសមត្ថកិច្ចនឹងចាត់ចែងតាមនីតិវិធីផងដែរប្រិមិត្តជាទីមេត្រីបាទជុំវិញពាក់ព័ន្ធករណីខាងលើយ៉ាងណាយើងនឹងអាប់ដេតបន្តបាទសម្រាប់បច្ចុប្បន្នក្រសួងធ្វើការអវត្តបញ្ចប់នៃការផ្សាយចុះប្រិមិត្តព្រោះកម្លាំងជំនាញគាត់មកអស់ហើយសពនៅកន្លែងកាត់ហេតុយើងអត់ដឹងថាក្រុមគ្រួសារគាត់នៅតាណាបានពិតប្រាកដទេសមត្ថកិច្ចជំនាញនឹងមាននីតិវិធីដើម្បីរកសាច់ញាតិបាទបន្តផងដែរហើយគាត់ជាជនសង្ស័យជាចោរហើយគាត់ដូចបោះគេហើយឥឡូវមកស្លាប់នៅកន្លែងនេះនឹងតែម្ដងប្រិមិត្តអរគុណប្រិមិត្តសូមគោរពលាប្រទេសចោះ